មួយមេឃភ្លៀងយ៉ាងខ្លាំងផានីនាងបានដប់ប្រលឹកនិងត្រកួនយកទៅលក់នៅឯផ្សារដោយសារតែមេឃខ្យល់ភ្លៀងខ្លាំងពេកធ្វើឲ្យផានីនាងមើលផ្លូវពុំឃើញនាងក៏បានជិះកង់រអិលដួលខ្ចាយប្រលឹកចូលទៅក្នុងផុកព្រមទាំងត្រកួនចូលទៅក្នុងផុកអស់ផានីនាងភ័យខ្លាំងណាស់ព្រោះផ្លូវនេះគ្មានអ្នកណាជិះឆ្លងកាត់ឡើយព្រោះផ្លូវរអិលណាមួយមេឃភ្លៀងយ៉ាងនេះទៀតពេលនោះស្រាប់តែមានលោកគ្រូពេទ្យកំឡុងម្នាក់គេមានឈ្មោះថារតនាលោកគ្រូពេទ្យរតនាបានជិះម៉ូតូមកដល់ខេងផានីកំពុងតែរើសត្រកួននិងប្រលឹកចេញពីផុកលោកគ្រូពេទ្យក៏បានស្រែកសួរទៅផានីថាអ្នកនាងលួកង់មែនទេឲ្យមេឃភ្លៀងខ្លាំងយ៉ាងនេះតែអ្នកនាងជិះកង់ដប់ប្រលឹកនិងត្រកួនយកទៅណាផានីបាននិយាយតបទៅលោកគ្រូពេទ្យថាចាលោកគ្រូពេទ្យខ្ញុំលួកង់ហើយខ្ញុំដប់ប្រលឹកនិងត្រកួនយកទៅលក់នៅឯផ្សារណាលោកគ្រូពេទ្យបាននិយាយថាពុទ្ធោអ្នកនាងអើយមេឃកំពុងភ្លៀងខ្លាំងយ៉ាងនេះតែអ្នកនាងដប់ទៅធ្វើម៉េចនឹងកើតទៅមើលផ្លូវក៏មិនឃើញហើយផ្លូវក៏រអិលទៀតផានីបានតបទៅលោកគ្រូពេទ្យថាបើខ្ញុំមិនយកត្រកួននិងប្រលឹកនេះទៅលក់នៅឯផ្សារទេគឺគ្មានប្រាក់ទិញថ្នាំឲ្យពុកខ្ញុំពិសាឡើយដូច្នេះទោះជាមេឃភ្លៀងខ្លាំងយ៉ាងណារអិលខ្លាំងយ៉ាងណាក៏ដោយគូខ្ញុំត្រូវតែដប់ប្រលឹកនិងត្រកួននេះយកទៅលក់ដែរណាលោកគ្រូពេទ្យរតនាពេលដែលឮផានីនិយាយដូច្នោះលោកគ្រូពេទ្យមានក្តីអាណិតផានីយ៉ាងខ្លាំងលោកគ្រូពេទ្យបាននិយាយថាត្រកួននិងប្រលឹកអ្នកនាងតម្លៃប៉ុន្មានខ្ញុំទិញយកទាំងអស់ផានីបាននិយាយថាពិតមែនឬលោកត្រកួននិងប្រលឹកនេះតម្លៃត្រឹមតែ30000ប៉ុណ្ណោះលោកគ្រូពេទ្យបាននិយាយថាអញ្ចឹងខ្ញុំយកទាំងអស់សូមអ្នកនាង